សួស្តីបងប្អូនអ្នកគ្នាបងប្អូនខ្លះផ្ដល់អាហារដល់ទារកបានល្អអ្នកខ្លះក៏មិនបានល្អពិសេសគឺចំពោះអ្នកម្ដាយដំបូងតែយើងមានកូនដំបូងហ្នឹងគឺគាត់បានផ្ដល់អាហារឲ្យទារកហ្នឹងមិនបានត្រឹមត្រូវទេដូច្នេះខ្ញុំលើកយកការផ្ដល់អាហារដល់ទារកអាយុ2ខែដើម្បីជៀសវាងកុមារឬក៏ទារកនឹងខ្វះអាហារូបត្ថម្ភឬក៏ធាត់ពេកយើងត្រូវដឹងពីការផ្ដល់អាហារដល់ស្តង់ដារមួយដែលបានជាក់លាក់ដែលបានគេសិក្សាមកយូរហើយអញ្ចឹងអឺលើកទី1គឺការផ្ដល់អាហារដល់ទារកអ្នកខ្លះអាចប្រើនឹងជាទឹកដោះគោឬក៏អ្នកខ្លះអាចបំបៅដោះណាបើម្ដាយខ្លះអាចបំបៅដោះកូនអញ្ចឹងយើងត្រូវដឹងចំនួនដែលផ្ដល់ឲ្យបាទសម្រាប់ដែលបំបៅទឹកដោះគោយើងត្រូវទី1យើងគឺចាប់ពីម៉ោង6វាយើងគិតពីម៉ោង6ទៅយើងផ្ដល់អាហារគាត់ដូចទឹកដោះគោហ្នឹងគឺ90មីលីលីត្រទៅ120មីលីលីត្រអញ្ចឹង3ម៉ោងក្រោយគឺម៉ោង9យើងទី2គឺម៉ោង9យើងទៅផ្ដល់90មីលីលីត្រគ្នាទៅបំបៅឲ្យគាត់ទៅដល់120មីលីលីត្រណាហើយលើកទី3គឺម៉ោង12អញ្ចឹងម៉ោង12គឺពួកយើងអាចទៅផ្ដល់ទឹកដោះគោឬក៏អាហារហ្នឹងឲ្យ90មីលីលីត្រដូចគ្នាទៅ120មីលីលីត្រគ្នាហើយលើកទី4គឺនៅម៉ោង3រសៀលគឺម៉ោង3រសៀលយើងឲ្យ90មីលីលីត្រដូចគ្នាទៅ120មីលីលីត្រដូចគ្នាលើកទី5គឺម៉ោង6ល្ងាចហ្នឹងយើងទៅឲ្យទារកទៀតគឺ90មីលីលីត្រទៅ120មីលីលីត្រដូចគ្នាហើយសម្រាប់ម៉ោងសម្រាប់ទី6គឺម៉ោង9យប់គឺម៉ោង9យប់យើងឲ្យទៅ90មីលីលីត្រដូចគ្នាប្រហែលទៅដល់គោ90មីលីលីត្រទៅ120មីលីលីត្រដែរហើយទី7គឺម៉ោង12យប់យើងត្រូវឲ្យ90មីលីលីត្រទៅ120មីលីលីត្របើទារកនោះគាត់ភ្ញាក់អញ្ចឹងរឲ្យទៅដល់គោដល់ទារកម្ដងយើងគម្លាតគ្នាយ៉ាងតិចគោ3ម៉ោងដែរដើម្បីហើយបើករណីខ្លះក្មេងខ្លះបើចំនួន90មីលីលីត្រឬក៏120មីលីលីត្រហ្នឹងវាក្អែអញ្ចឹងបងប្អូនអាចកាត់បន្ថយចំនួនមីលីលីត្រឲ្យគាត់ម្ដងប៉ុន្តែយើងត្រូវញឹកអ្នកខ្លះពេលឥឡូវយើងគិតថា90មីលីលីត្រយើងឲ្យ3ម៉ោងឬក៏120មីលីលីត្រយើងឲ្យ3ម៉ោងប៉ុន្តែបើកុមារនោះឬក៏ទារកនោះញ៉ាំទៅគាត់ក្អែញឹកហើយយើងទៅបន្ថយគាត់សល់តែយើងអាចទៅ80ឬក៏70មីលីលីត្រក៏បានដែរឲ្យតែញ៉ាំទៅអត់ក្អែអញ្ចឹងបើយើងឲ្យទៅគាត់ក្អែយើងបន្ថយអត់តិចទៅបើគាត់អត់ក្អែយើងឲ្យប៉ុន្តែយើងត្រូវញឹកចំនួនម៉ោង3ម៉ោងយើងត្រូវគៀកគ្នាយើងត្រូវគៀកគ្នាឧទាហរណ៍ថាមុនចន្លោះគ្នាពី3ម៉ោងដល់ពេលយើងឲ្យញ៉ាំតិចយើងឲ្យត្រូវ2ម៉ោងអញ្ចឹងសរុបមកចន្លោះដែលកូនទារកដែល2ខែនេះគឺសរុបមកបើយើងឲ្យចំនួនតិចប៉ុន្តែញឹកយើងគៀកម៉ោងគឺចន្លោះពីយើងទៅឲ្យពីក្នុង24ម៉ោងយើងអាចនឹងឲ្យតម្រូវការរបស់ទារកពីខែហ្នឹងគឺ630មីលីលីត្រហើយបើក្មេងខ្លះឬក៏ទារកខ្លះញ៉ាំច្រើនគឺរហូតដល់840មីលីលីត្រក្នុង24ម៉ោងអញ្ចឹងបងប្អូនអាចផ្ដល់ឲ្យទារកនៅអាហារដូចទឹកដោះគោនឹងជាដើមឬក៏បបៅដោះត្រូវឲ្យផាក់ផែឬក៏ឲ្យចំនួនចាប់ពី630មីលីលីត្រទៅ840មីលីលីត្រនេះគឺជាកម្រិតមួយស្តង់ដារដែលផ្ដល់ឲ្យអាហារដល់ទារកអាយុ2ខែបើបងប្អូនឬក៏ឃើញទារកមិនចង់បៅឬក៏បៅទៅក្អួតបើមានសញ្ញាដូចខ្ញុំប្រៀបខាងលើនេះបងប្អូនប្រញាប់យកកូនទៅជួបវេជ្ជបណ្ឌិតដើម្បីឲ្យវេជ្ជបណ្ឌិតវាយតម្លៃនិងធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវសូមអរគុណ